Dragon Ball Z គឺជា anime មួយដែលមានវ័យចំណាស់ខ្លាំងជាងគេនៅក្នុងចំណោម anime ជំនាន់ថ្មីនេះហើយនៅតែមានសាច់រឿងបន្តដល់បច្ចុប្បន្នទៀតហើយចំពោះប្រភេទរឿង Dragon Ball ដែរគឺជារឿងមួយដែលគេអត់រាប់ថាជា season ទេគេរាប់ជា arc ឬក៏ saga យល់ហ្មងដែលសាច់រឿងដំបូងគេគឺជាសាច់រឿង Goku តាំងពីក្មេងគាត់ទៅវាយជាមួយនឹង King Piccolo សាច់រឿងគាត់ទៅរៀនប្រើប្រាស់ជាមួយនឹង Kamehameha ជាមួយនឹងរបស់មួយចំនួនទៀតហើយបន្តមកគឺយើងចូលមកដល់វគ្គ Science Arc ដែលបានណែនាំជាមួយតួអង្គដ៏សំខាន់មួយនោះគឺ Vegeta ជាមួយនឹង Gohan ហើយយើងក៏បានណែនាំឲ្យឃើញជាមួយនឹង Power Up ដំបូងរបស់ Goku នោះគឺ Kaioken ហើយ Arc បន្ទាប់គឺ Frieza Arc ឬក៏ Namek Arc ដែលជា Arc មួយដែលខ្ញុំគិតថាល្បីល្បាញជាងគេហើយគឺជា Arc ដំបូងដែល Goku បាន unlock ជាមួយនឹង Super Saiyan Form ហើយទៅវាយគ្នាជាមួយ Frieza នៅភព Namek នឹងគឺថាល្អមើលខ្លាំងមែនទែនហើយយើងចូលមកដល់ Cell Saga ដែលជាវគ្គមួយដែលល្បីល្បាញក៏ខ្លាំងដែរហើយជាពិសេសគឺតួអង្គក្នុងវគ្គអង្គតែម្ដងនោះគឺ Cell ដែលនៅពេលដែលគាត់បានទទួលជាមួយតម្រង់ Perfect Form របស់គាត់គឺលយខ្លាំងមែនទែនហើយជាពិសេសគឺកន្លែងដែល Gohan ប្រើប្រាស់ដៃមកជាហៀងប្រើ Kamehameha វាយគ្នាជាមួយ Cell ហើយឈ្នះគឺកន្លែងហ្នឹងគឺល្អមើលខ្លាំងវគ្គបន្ទាប់នោះគឺ Buu Saga ដែលជាវគ្គមួយដែលសាហាវជាងគេបំផុតហើយតែវគ្គនេះគឺមានកន្លែងវាយគ្នាច្រើនជាងវគ្គដទៃទៀតដែលយើងបានណែនាំជាមួយតួអង្គជាអាក្រក់នៅក្នុងវគ្គនេះនោះគឺ Buu ដែលជាតួអង្គជាអាក្រក់អត្បងដែលកាយសាហាវខ្លាំងយ៉ាងមែនទែនហើយក៏ជាតួអង្គអត្បងដែលវាយឈ្នះក្រុម Sea Fighter ទាំងអស់ហើយក៏តិចភពផែនដីហើយក៏បានណែនាំយើងឲ្យស្គាល់ជាមួយនឹង Super Saiyan 3ជាមួយនឹង Vegito ដែលជាតម្រង់ត្បូងរបស់ Goku ជាមួយ Vegeta រួមចូលគ្នាហើយក៏ជាអាត្បូងដែលយើងបានឃើញថា Goku ប្រើប្រាស់ជាមួយ Spirit Bomb ទៅដំណើរការដែរហើយ Dragon Ball Z គឺមានប៉ុណ្ណឹងទេវគ្គក្រោយយើងចូលដល់ Super វិញម្ដង Dragon Ball Super ដែលចាប់ពីវគ្គទៅគឺយើងបានណែនាំឲ្យស្គាល់ជាមួយពពួកព្រះហើយក៏លេងវាយលំការពារតែភពផែនដីដែរគឺចាប់ដើមវាយការពារចក្រវាឡទាំងមូលតែម្ដងហើយយើងចាប់ដើមឡើងដោយជាមួយនឹង Dragon Ball Super ដែលជាវគ្គណែនាំឲ្យយើងស្គាល់ជាមួយនឹងទម្រង់ថ្មីរបស់ Goku គឺ Super Saiyan God ជាមួយនឹង God of Destroyer Beru ហើយវាក៏បានឲ្យយើងនៅឈុតល្បីមួយរបស់រឿង Dragon Ball ដែរនោះគឺ I will not let you destroy my world! តោះទៀតគឺយើងចូលមកដល់វគ្គ Golden Frieza ដែលជាការត្រឡប់មកវិញរបស់ Frieza ក្រោយបានស្លាប់អស់ជាច្រើនឆ្នាំហើយយើងក៏បានណែនាំឲ្យស្គាល់ជាមួយទម្រង់ថ្មីនោះគឺ Super Saiyan Blue ជាមួយនឹងទម្រង់របស់ Frieza នោះគឺ Golden Frieza ហើយបន្តមកទៀតគឺយើងចូលមកដល់វគ្គ Universe Saga ដែលយើងបានណែនាំឲ្យស្គាល់ជាមួយចក្រវាឡមួយទៀតដែលមានអ្នកប្រយុទ្ធខ្លាំងជាច្រើនហើយ Universe ទាំងពីរគឺត្រូវតែប្រកួតគ្នាហើយដោយសារតែវគ្គហ្នឹងហើយដែលបានណែនាំយើងឲ្យទៅបង្កើតជាមួយនឹងវគ្គមួយដែលជាការប្រយុទ្ធគ្នាដ៏ធំប្រចាំប្រវត្តិសាស្ត្រ anime ឬក៏ Dragon Ball ទាំងមូលតែម្ដងបន្តមកទៀតគឺវគ្គ Goku Black ឬក៏ Future Trunks ដែលជាសាច់រឿងនិយាយពី Trunks បានធ្វើដំណើរពីអនាគតត្រឡប់មកកាន់បច្ចុប្បន្នវិញដើម្បីប្រាប់ពីវត្តមានរបស់ Goku Black ដែលជាតួអង្គជាអាក្រក់ក្នុងវគ្គហ្នឹងឯងហើយយើងក៏បានឃើញជាមួយវត្តមានរបស់ Goku ជាមួយ Vegeta ត្រូវប្រើប្រាស់ជាមួយនឹង Fusion ដែលដើម្បីបង្កើតជាមួយនឹង Gogeta ទៅវាយគ្នាជាមួយនឹង Goku Black ជាមួយនឹង Zamasu ហើយបន្តទៀតគឺជាការប្រយុទ្ធ tournament ដ៏ធំមួយប្រចាំប្រវត្តិសាស្ត្រ anime នោះគឺ Tournament of Power ដែលជាការប្រយុទ្ធគ្នារវាងចក្រវាឡជាច្រើនដើម្បីប្រកួតគ្នារកចក្រវាឡមួយនិងបំផ្លាញចក្រវាឡដទៃទៀតដែលនេះគឺជាការប្រយុទ្ធគ្នាស៊ីសាច់ពិតឈាមដ៏ល្បីល្បាញបំផុតរបស់ anime ហើយពិសេសជាងគេគឺកន្លែង Goku ត្រូវប៉ះគ្នាជាមួយនឹងតួអង្គចក្រប្រចាំវគ្គ Jiren ដែលយើងបានឃើញថា Goku បានប្រើប្រាស់ជាមួយនឹង Super Saiyan Blue បូកជាមួយនឹង Kaioken ផងហើយនឹងប្រើប្រាស់ជាមួយនឹង Master Ultra Instinct ផងគាត់គឺនៅតែពិបាកទប់ទល់ជាមួយអបជ័យនេះហើយក៏ជាវគ្គមួយដែល Goku ត្រូវសហការគ្នាជាមួយ Frieza ទៅវាយគ្នាជាមួយអបអង្គដែរបន្តទៀតគឺយើងចូលមកដល់វគ្គ Dragon Ball Super Broly ដែលណែនាំជាមួយតួអង្គ Super Saiyan ថ្មីនោះគឺ Broly នឹងឯងដែលជាតួអង្គមួយដែលខ្លាំងដែលត្រូវការឲ្យ Goku ជាមួយ Vegeta ទៅរួមគ្នាបង្កើត Gogeta ទើបអាចយកឈ្នះជាមួយនឹង Broly នេះបានហើយការយុទ្ធនេះគឺជាការវិវត្តមួយសាហាវខ្លាំងតែដើម្បី reality ពេញហ្នឹងតែម្ដងហើយជាចុងក្រោយនោះគឺ Dragon Ball Super Hero តែក្នុងភាគនេះគេបានឃើញថា Piccolo ទទួលបានជំនុំ form របស់គាត់នោះគឺ Orange Form ហើយជាមួយនឹង Gohan ទទួលបានជំនុំថ្មីនោះគឺ Beast Gohan ដែលមានខាងពលគ្រប់គ្រាន់ក្នុងការតតាំងជាមួយនឹង Ultra Instinct របស់ Goku បានចំពោះសាច់រឿងបន្ទាប់គឺគេអត់ខនជា animation ទេក៏ប៉ុន្តែជា manga ហើយ
ហើយតែរឿងបន្តទៀតចេញពេលណាក៏ខ្ញុំអត់ទាន់ដឹងដែរតោះហ៊ានប្រកបទេក៏ប៉ុន្តែលើសូថាចេញ 3D ឯងតែបាននិយាយពី animation Dragon Ball គឺចប់ត្រឹមហ្នឹងហើយអត់ទាន់ចេញភាគតទៅទេ